នេះគឺជាប្រព័ន្ធខ្ទង់10 លានដុល្លារឧក្រិដ្ឋជនម្នាក់គឺបានប្រកាសជាសាធារណៈដើម្បីឲ្យនរណាគេមានសមត្ថភាពស្វែងរកអត្តសញ្ញាណរបស់គាត់វាដូចទៅនឹងការប្រកួតប្រជែងដែលបើកចំហមួយទៅកាន់ប៉ូលីសក្រុមអ្នកស្រាវជ្រាវសន្តិសុខនិងក្រុម hacker ល្បីៗនិងមនុស្សគ្រប់គ្នានៅលើអ៊ីនធឺណិតហើយអស់រយៈពេល75ឆ្នាំហើយដែលបរិសម្នាក់នេះគឺបានប្រតិបត្តិការប្រព័ន្ធ ransomware ដ៏ធំបំផុតនៅលើពិភពលោកដោយស្ថិតក្រោមភាពអនាមិកគាត់គឺបានវាយប្រហារមន្ទីរពេទ្យវាយប្រហារទៅលើក្រុមហ៊ុនធំៗឲ្យបិទប្រព័ន្ធហើយសូម្បីតែស្ថាប័នរដ្ឋក៏ពួកគេបានចម្រិតទារប្រាក់ដែរជនរងគ្រោះគឺមានស្ទើរតែគ្រប់ទ្វីបហើយត្រូវបានបង្ខំឲ្យជ្រើសរើសការបង់ប្រាក់រាប់លានដុល្លារឬក៏ពួកគេត្រូវបានលុបទិន្នន័យចោលហើយនៅក្នុងការបង្កើតប្រាក់រង្វាន់ដើម្បីស្វែងរកគាត់ខ្លួនឯងនេះដោយសារតែมันមានផុសតាងណាមួយដើម្បីស្វែងរកគាត់ឃើញប៉ុន្តែយើងដឹងហើយថាអាណាចក្រមួយនៃការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មมันអាចប្រព្រឹត្តទៅដោយរលូនរហូតឡើយហើយយើងក៏ចាប់ផ្ដើមឃើញបណ្ដាញគ្រប់គ្រងរបស់គាត់គឺចាប់ផ្ដើមបែកបាក់ផ្ទៃក្នុងកងកម្លាំងស៊ើបអង្កេតពីប្រទេសជាច្រើនក៏បានត្រៀមវាយប្រហារទៅលើគាត់ក្នុងពេលតែមួយទៀតហើយនេះគឺជារឿងរ៉ាវរបស់ Lockbit Sub ជាបរិសម្នាក់ត្រូវបានគេចាត់ទុកថាជាស្ដេច ransomware ដ៏ធំបំផុតនៅលើ Dark Webនៅក្នុងអំឡុងឆ្នាំ2022បុគ្គលិកមន្ទីរពេទ្យមួយចំនួនពួកគេគឺបានទៅកន្លែងធ្វើការដូចរាល់ដងប៉ុន្តែនៅពេលដែលពួកគេបើកកុងទ័របែរទៅជាប្រព័ន្ធដែលដំណើរការពីមុនគឺលែងមានប្រព័ន្ធខ្លះបើកបានប៉ុន្តែទិន្នន័យគឺត្រូវបាន encrypt medical record គឺចាក់សោទិន្នន័យអ្នកជំងឺគឺមិនអាចបើកបានប្រព័ន្ធធ្វើតេស្តឧបករណ៍វេជ្ជសាស្ត្រមិនអាចភ្ជាប់ទៅវិញទៅមកហើយការវិភាគព័ត៌មានព្យាបាលក៏ត្រូវបានបិទទៀតបុគ្គលិកមួយចំនួនធំនៅមន្ទីរពេទ្យនោះគឺជៀសវាងអត់រួចទេក្រៅពីការបញ្ជូនអ្នកជំងឺទៅការមន្ទីរពេទ្យផ្សេងឬក៏ការវះកាត់ដែលចាំបាច់គឺត្រូវបានពជាពេលហើយគ្រប់គ្នាគឺសង្កេតឃើញថានៅលើអេក្រង់កុងទ័រទាំងអស់នោះគឺមានពាក្យឲ្យបងប្រាក់ដល់តែយើងគ្រប់គ្នាគឺបងប្រាក់ទើបអាចទទួលបានសោដើម្បីដោះយកទិន្នន័យទាំងអស់នោះវិញហើយអ្វីដែលគួរឲ្យខ្លាចជាងនឹងការវាយប្រហារទាំងនេះគឺមិនមែនធ្វើឡើងដោយ Lockbit Sub ផ្ទាល់ខ្លួនទេគាត់គឺមិនមែនជាអ្នក hack ចូលមន្ទីរពេទ្យទាំងអស់ហ្នឹងទេតែគាត់គឺបានបង្កើតប្រព័ន្ធអាជីវកម្មមួយនៅក្នុងរូបភាពឧក្រិដ្ឋកម្មដែលអនុញ្ញាតឲ្យ hacker ផ្សេងៗគឺជួល software របស់គាត់នៅក្នុងការធ្វើរឿងទាំងអស់នេះហើយប្រព័ន្ធដែលគាត់ប្រើនោះគឺត្រូវបានគេហៅថា ransomware as a service ឬក៏ RAS ransomware វាគឺជាសវិសមួយដែលដំណើរការស្តៀងទៅនឹងអាជីវកម្ម software ធម្មតាចឹងប៉ុន្តែជំនួសឲ្យការលក់កម្មវិធីសម្រាប់ការងារឬក៏ការកម្សាន្តពួកគេគឺលក់ឧបករណ៍សម្រាប់ចាក់សោប្រព័ន្ធរបស់ជនរងគ្រោះវិញហើយ Lockbit Sub និងក្រុមស្នូលរបស់គាត់គឺទទួលខុសត្រូវទៅលើការបង្កើតនិងថែទាំ ransomware ផ្ទាល់វាគឺជា website មួយឈ្មោះ Lockbit ដែលលាក់ខ្លួននៅក្នុង Dark Web នៅក្នុងនោះគឺមានប្រព័ន្ធគ្រប់គ្រងទឹកប្រាក់មាន chat ដើម្បីចរចាជាមួយនឹងជនរងគ្រោះមាន infrastructure ដែលធ្វើប្រតិបត្តិការទាំងមូលចូលគ្នាទាំងអស់បន្ទាប់ពីប្រព័ន្ធនេះនៅក្នុងការគ្រប់គ្រងនឹងគឺត្រូវការជ្រើសរើសឧក្រិដ្ឋជនផ្សេងៗហើយឧក្រិដ្ឋជនទាំងអស់នោះគឺបានធ្វើការនៅក្រុម affiliate របស់ Lockbit affiliate គឺជាក្រុមមនុស្សដែលធ្វើការវាយប្រហារទៅលើគោលដៅឬក៏ទៅលើជនរងគ្រោះពួកគេគឺស្វែងរកគោលដៅរួចគឺចូលទៅក្នុង network ទាំងអស់ហ្នឹងលួចព័ត៌មានសម្ងាត់ហើយបញ្ចូល ransomware របស់ Lockbit Sub ចូលទៅក្នុងប្រព័ន្ធ system គេបើសិនជាជនរងគ្រោះគឺបានបង់ប្រាក់ affiliate គឺរក្សាទុក 80%ហើយ Lockbit Sub គឺទទួលបាន 20% នេះមានន័យថាគាត់ទទួលចំណូលបានពីការវាយប្រហារទាំងអស់នៅទូទាំងពិភពលោកដែលអត់ចាំបាច់បង្ហាញខ្លួននៅកន្លែងការថែណាមួយទេហើយនៅពេលដែលប្រតិបត្តិការទាំងនឹងគឺបានរីករាលដាលធំមាន affiliate គឺបានចូលរួមជាច្រើនហើយពួកគេគឺបានដាក់គោលដៅវាយប្រហារទៅលើមន្ទីរពេទ្យជាង100ករណីឲ្យបង់ប្រាក់តាមរយៈ Bitcoin Wallet បើតាមគេស្មាន Lockbit Sub គឺគាត់អាចរកចំណូលពីការវាយប្រហារទាំងអស់នោះបានខ្ទង់100លានជាងហើយគាត់ខ្លួនឯងគឺថែមទាំងផុសនៅលើ forum ថាគាត់ក្រងនឹងវាយប្រហារទៅលើក្រុមហ៊ុនធំៗជាងនឹងទៀតហើយប្រាក់គឺលែងជារបស់មួយដែលគាត់ចង់បានហើយត្រង់នេះគឺយើងឃើញថារឿងលុយប្រែទៅជាអំណាចគាត់គឺចង់បានគេឈ្មោះហើយចង់បង្ហាញថាអត់មានណាគេមួយដែលអាចប្រឈប់គាត់បានទេប៉ុន្តែបើតាមយើងដឹង system ក្រុមអក្រិតជនមួយចំនួនធំពួកគេមិនដំណើរការតាមច្បាប់ឬក៏មានកិច្ចសន្យាច្បាស់លាស់ទេដំណើរការដែលពួកគេធ្វើការជាមួយគ្នាគឺងាយនឹងបែកបាក់ណាស់ដោយសារតែភាពមិនទុកចិត្តពួកគេអាចនឹងមានពេលណាមួយគឺលែងទុកចិត្តគ្នាដោយសារតែអាក្រក់ទាំងអស់គ្នាហើយ affiliate គឺត្រូវជឿទៅលើ Lockbit Sub ថាគាត់គឺនឹងបង់លុយឲ្យពួកគេហើយអ្នកលក់ access ផ្សេងៗដែលផ្ដល់ service ឲ្យ Lockbit Sub ដើម្បី hack ចូលទៅក្នុង network ពួកគេគឺត្រូវតែរំពឹងថា Lockbit Sub គឺឲ្យលុយគាត់មនុស្សគ្រប់គ្នានៅក្នុងបណ្ដាញគឺត្រូវសហការគ្នានិងមិនគួរឲ្យមានការបោកប្រាស់គ្នាវិញទេប៉ុន្តែបើសិនជាទំនុកចិត្តមួយគឺត្រូវបានបែក
បណ្ដាញដែលបានសាងសង់ជាមួយគ្នាជាយូរហ្នឹងគឺងាយនឹងរលត់ទៅវិញណាស់ហើយករណីនេះគឺបានកើតឡើងមែនដែលថាមិនមែនពីការស៊ើបអង្កេតរបស់ប៉ូលីសទេប៉ុន្តែវាគឺជា Lockbit Sub ខ្លួនឯងអ្នកទាំងអស់គ្នាគឺកំពុងតែស្វែងរកលេខស្អាតៗឬក៏លេខហុងស៊ុយដែលមានអត្ថន័យសម្រាប់យើងទៅអត់ឥឡូវហ្នឹងគឺទាំងអស់គ្នាអាចទៅរកបាននៅលើ website របស់ SIM-card 355ដែលនៅក្នុងនោះគាត់គឺបានរៀបចំទាំងលេខក្បាលលេខងាយចាំនិងលេខណាដែលវាស័ក្តិសមសម្រាប់អាជីវកម្មយើងហើយងាយឲ្យអតិថិជនមានអារម្មណ៍ថាទុកចិត្តអ្នកគ្នាអាចកំងតាមចំណង់ចំណូលចិត្តហើយគ្រាន់តែប្រាប់ថាមកពីខាង Super Cluster នោះអ្នកទាំងអស់គ្នានឹងទទួលបាន offer ពិសេសដូចជា SIM card 1ដុល្លារកន្លះហើយ free សេវាចុះឈ្មោះតាមរយៈអត្តសញ្ញាណប័ណ្ណដល់ទីតាំងអញ្ចឹងបើចង់បានលេខល្អកុំគិតយូរអាចចូលទៅមើលនៅក្នុង website របស់ SIM-card 355បាននៅថ្ងៃទី30ខែមករាឆ្នាំ2024មុនពេលប៉ូលីសគឺចាប់ផ្ដើមប្រតិបត្តិការធំមានអ្នកប្រើប្រាស់ម្នាក់គឺបានដាក់ពាក្យបណ្ដឹងជាសាធារណៈប្រឆាំងទៅនឹង Lockbit Sub នៅលើ XSS XSS វាគឺជា forum ភាសារុស្ស៊ីមួយដែលមានឥទ្ធិពលខ្លាំងមែនទែននៅក្នុងសហគមន៍ Cybercrime ហើយនៅក្នុងនោះ reputation គឺវាសំខាន់ណាស់មនុស្សម្នាក់បើត្រូវបានគេចោទថាបោកដៃគូរកស៊ីមួយខ្លួនឯងឈ្មោះរបស់ពួកគេគឺនឹងអាចត្រូវបានបំផ្លាញចោលអ្នកប្រើប្រាស់ម្នាក់នោះគឺមានឈ្មោះថា Misan គឺជា initial access broker មួយដែលគាត់មានតួនាទីចូលទៅក្នុង network របស់ក្រុមហ៊ុនហើយលក់ access ទាំងនោះឲ្យទៅក្រុមរបស់ ransomware សវិសរបស់គាត់និយាយឲ្យសាមញ្ញគឺគាត់ផ្ដល់ឲ្យ key មួយទៅ Lockbit Sub ដើម្បីចូលទៅគ្រប់គ្រងកម្រិត administrator ទៅលើក្រុមហ៊ុនដែលគាត់ចង់វាយប្រហារហើយក្រុមហ៊ុនមួយដែលគាត់បានឲ្យ access ទៅហ្នឹងគឺមានចំណូលធំណាស់ខ្ទង់$800 លាននៅក្នុងមួយឆ្នាំ administrator access វាគឺដូចជាការបកគលមេសោមួយទៅកាន់កុងទ័រ server ហ្នឹងហើយប្រព័ន្ធគ្រប់គ្រងទាំងមូលរបស់ក្រុមហ៊ុនក្រោយពីការវាយប្រហារក្រុមហ៊ុននោះគឺបានបង់ប្រាក់ដើម្បីលួសយកទិន្នន័យរបស់ពួកគេមែនហើយបើតាមកិច្ចព្រមព្រៀង Mishan ហ្នឹងគឺត្រូវទទួលបានចំណូលខ្ទង់ប្រហែល4លានប៉ុន្តែ Lockbit Sub គឺគាត់បដិសេធអត់បង់លុយឲ្យទេគាត់គឺអះអាងថាគ្រាន់តែរឿងផ្ដល់ key មួយហើយក្នុងនាមខ្លួនឯងជាឈ្មួញកដាលមិនគួរណាទទួលបានចំណូលធំបែបនេះទេការជជែកវែកញែកនេះគឺបានធ្វើឡើងនៅក្នុង forum អ្នកគ្រប់គ្រង forum ក៏បានសម្រេចចិត្តចុងក្រោយថា Lockbit Sub គឺគាត់ជាអ្នកខុសនឹងចង់ឲ្យគាត់គឺបញ្ចេញលុយឲ្យទៅកាន់ឈ្មួញកដាលនឹងវិញតែ Lockbit Sub គឺគាត់នៅតែបដិសេធចឹងហើយគាត់ថែមទាំងចោទប្រកាន់ទៅអ្នកគ្រប់គ្រង forum នឹងថាគាត់គឺរកស៊ីពុករលួយភ្លាម Lockbit Sub ក៏គាត់ត្រូវបានគេ ban ជាអចិន្ត្រៃយ៍ចេញពី XSS និង forum មួយទៀតឈ្មោះថា Exploit ហើយពីពេលនោះទៅឈ្មោះរបស់គាត់គឺលែងមានអាគេរកស៊ីជាមួយទៀតហើយនៅក្នុងពិភពឧក្រិដ្ឋកម្មអនឡាញមនុស្សដែលបានបោកប្រាស់ទៅលើដៃគូឧក្រិដ្ឋជនខ្លួនឯងគឺត្រូវបានគេហៅថា Ripper ឈ្មោះរបស់គាត់គឺនឹងស្អុយរលួយហើយអ្នកលក់ access ផ្សេងៗគឺនឹងបដិសេធមិនធ្វើការជាមួយគាត់ទៀតទេ affiliate ដែលធ្វើការនៅក្រុម referral គាត់ក៏ដកខ្លួនចេញដែរហើយនៅពេលដែលអាណាចក្រមួយគឺលែងមានឥទ្ធិពលដូចមុនគឺងាយរងនឹងការវាយប្រហារណាស់ប្រហែលជា3សប្តាហ៍ក្រោយនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2024កងកម្លាំងស៊ើបអង្កេតអន្តរជាតិគឺបានចាប់ផ្ដើមប្រតិបត្តិការ Operation មួយត្រូវបានគេហៅថា Kronos ប្រតិបត្តិការនេះគឺដឹកនាំដោយ International Crime Agency របស់ចក្រភពអង់គ្លេសសហការជាមួយនឹង FBI, Europol និងស្ថាប័នមកពីប្រទេសជាច្រើនទៀតរួចអាជ្ញាធរក៏គាត់រកឃើញវិធីដើម្បីចូលទៅក្នុង network របស់ Lockbit ហើយស៊ើបអង្កេតនៅក្នុងនឹងអស់រយៈពេលជាច្រើនខែដើម្បីចង់ដឹងថាតើពួកគេគឺចរចានៅក្នុងការប្រព្រឹត្តទៅលើជនរងគ្រោះឲ្យពួកគេគឺបង់ប្រាក់របៀបម៉េចកំណត់អ្នកណាគេដែលអ្នកធ្វើការឲ្យ Lockbit ដែលជា affiliate ហ្នឹងសិក្សាពីរចនាសម្ព័ន្ធនៅក្នុង Lockbit ទាំងមូលហើយរងចាំពេលណាមួយដែលពួកគេអាចវាយប្រហារទៅវិញនៅពេលដែល Lockbit គឺបាត់បង់ទំនុកចិត្តពីដៃគូការវាយប្រហារក៏ចាប់ផ្ដើមកើតឡើងភ្លាមserver ចំនួន34គឺត្រូវបានរឹបអូសចេញមកពីប្រទេសជាច្រើនហើយគណនី cryptocurrency ជាង200ក៏ត្រូវបានគេបង្កកលុយទៀតពី server ដែលបានរឹបអូសអ្នកស៊ើបអង្កេតគឺបានរកឃើញ description key ជាច្រើនដែលពួកគេត្រូវបានលក់ឲ្យទៅកាន់ជនរងគ្រោះដើម្បីដោះយកទិន្នន័យរបស់ពួកគេប៉ុន្តែនៅពេលដែលអាជ្ញាធរគាត់រឹបអូសរួច key ទាំងអស់នោះក៏បានបញ្ជូនទៅកាន់ជនរងគ្រោះវិញប៉ុន្តែការវាយប្រហារនេះគឺនៅតែមិនអាចចាប់អ្នកដែលធ្វើការលើ affiliate នឹងបានទាំងអស់ទេដូច្នេះពួកគេគឺមិនបិទលើ network នឹងភ្លាមទេពួកគេគឺបានយក network នឹងប្រឆាំងទៅលើអ្នករកស៊ីខុសច្បាប់នឹងតទៀតដែលថាឧក្រិដ្ឋជនដែលចង់ធ្វើការនៅក្នុង affiliate នឹងបន្តនៅពេលដែលពួកគេគឺព្យាយាម log in ចូល control panel ពួកគេគឺនឹងត្រូវត្រឡប់ថយក្រោយវិញមកកាន់ log out ហើយជំនួសឲ្យឧក្រិដ្ឋជនទាំងអស់នោះគឺឃើញ dashboard ធម្មតាអេក្រង់របស់ Lockbit គឺបដូរទៅជា node របស់ police វិញ
ហើយការសន្ទនាឯកជនទាំងមូលដែល affiliate គិតថាត្រូវបាន encrypt ក៏ត្រូវបានក្រុមស៊ើបការគឺយកមកគម្រាមវិញហើយចុងសារនៃប្រយោគពួកគេគឺសរសេរថាយើងគឺនឹងទៅរកអ្នកទាំងអស់គ្នានៅក្នុងពេលឆាប់ៗវាគឺជាសារគម្រាមមួយដែលមានប្រសិទ្ធភាពជាងការចាប់ខ្លួនភ្លាមៗទៀតព្រោះ affiliate ផ្សេងៗហ្នឹងពួកគេគឺមិនដឹងថាប៉ូលីសគឺយល់នឹងដឹងពីពួកគេបានប្រមាណភាគរយហើយទេមិនដឹងថាប៉ូលីសហ្នឹងគឺរកឃើញអាស័យដ្ឋានរបស់ពួកគេនៅរកឃើញ wallet ឈ្មោះឬក៏ការសន្ទនាជាមួយនឹង Lockbit នៅហើយបន្ទាប់ពីហ្នឹងទៅ NCA ក៏បានយក leak site របស់ Lockbit បដូរវាទៅជាកន្លែងមួយដែលបង្ហាញអាថ៌កំបាំងរបស់ Lockbit Sub ពួកគេគឺទុក design របស់ website ធម្មតាប៉ុន្តែជំនួសឲ្យព័ត៌មានរបស់ជនរងគ្រោះពួកគេគឺដាក់នៅ countdown time ដើម្បីសន្យាថានឹងបង្ហាញអាថ៌កំបាំងទាំងអស់ពីអ្នកប្រើប្រាស់ service ហ្នឹងវិញហើយពី network មួយដែលអ្នកធ្វើការនៅក្នុង affiliate គឺបានប្រើប្រាស់ដើម្បីគម្រាមកំហែងជនរងគ្រោះឥឡូវពួកគេគឺភ័យខ្លាចដោយសារតែអាជ្ញាធរទៅវិញរឿងមួយទៀតដែលមនុស្សធម្មតាដូចជាយើងគឺយល់ថាប៉ូលីសគាត់អាចនឹងលេងសើចជាមួយនឹងឧក្រិដ្ឋជនតែតាមពិតគឺវាអត់ទេនោះគឺជាការបង្ហោះរូបមួយដែលតាក់ទងទៅនឹង cat meme តាមការសិក្សាស្រាវជ្រាវនិងវិភាគសម្រាប់ Lockbit Sub ការ send នៅ cat meme ហ្នឹងវាមិនមែនជារឿងលេងសើចទេវាអាចជាសារមួយដែលបញ្ជាក់ពីអត្ថន័យជាក់លាក់មួយហើយអ្នកវិភាគមុននឹងយក cat meme ហ្នឹងមកប្រើប្រាស់ពួកគេគឺបានសិក្សាទៅលើឥរិយាបថរបស់ Lockbit Sub ជាយូរមកហើយនៅក្នុងការសន្ទនាភាគច្រើនរបស់គាត់ជាមួយនឹងអ្នករកស៊ីមួយគ្នាគាត់តែងតែទម្លាក់រូបនេះដោយសារតែការធ្វើជាញឹកញាប់រហូតដល់អ្នកវិភាគគឺចាប់ទុកថា cat meme វាគឺជា signature មួយដែលគាត់ប្រើដូច្នេះ NCA គាត់ក៏បង្ហោះ cat meme ហ្នឹងនៅលើ website របស់ Lockbit មកតាមការវិភាគវាអាចជាសារមួយដែលអ្នកដែលប្រើប្រាស់ service ហ្នឹងគឺយល់ថាខាងប៉ូលីសហ្នឹងគឺអាចដឹងឯកសាររបស់ពួកគេអស់ហើយដោយសារតែពួកគេគឺអាចអានពួកគេអាចយល់សូម្បីតែការទំនាក់ទំនងទូចតាចហើយបើសិនជាយើងបកទៅកាន់ website របស់ Lockbit ដែលបង្ហាញពី countdown time ពេលវេលាដើរថយក្រោយហ្នឹងជាការសន្និដ្ឋានថានឹងបង្ហាញអត្តសញ្ញាណរបស់ Lockbit Sub ក៏ឈានមកដល់ការ countdown ដែលធ្លាក់ដល់0គឺបានកើតឡើងនៅថ្ងៃទី7ខែឧសភាឆ្នាំ2024សហរដ្ឋអាមេរិកចក្រភពអង់គ្លេសគឺបានប្រកាសរួមគ្នាថា Lockbit Sub គឺជា Dmitry Yurievich Korosov គាត់គឺជាជនជាតិរុស្ស៊ីអាយុប្រហែលជា31ឆ្នាំដែលរស់នៅក្នុងទីក្រុង Voronezhត្រង់នេះយើងទាំងអស់គ្នាប្រកាសជាឆ្ងល់ថាតើអាជ្ញាធរគឺរកឃើញគាត់ដោយរបៀបណាបើសិនជាពួកគេគឺមិនប្រើបច្ចេកទេសមិនមានអីដើម្បីបំបែក encrypt កម្រិតខ្ពស់ទេតែរឿងនេះគឺវាកើតឡើងដោយសារតែកំហុសទូចមួយដែល Lockbit Sub គឺគាត់ធ្វើខ្លួនឯងនៅក្នុងឆ្នាំ2022នៅពេលដែលគាត់គឺបានបើកគណនីឧក្រិដ្ឋកម្មផ្ទាល់ខ្លួនហ្នឹងគាត់គឺធ្វេសប្រហែសចំណុចទូចមួយគឺគាត់អត់បានបើក VPN ហើយជាមនុស្សម្នាក់ដែលហ៊ានដាក់ price pool លើខ្លួនឯងខ្ទង់$10 លានក៏ត្រូវបានគេរកអត្តសញ្ញាណគាត់ឃើញហើយការមិនភ្ជាប់នោះក៏បានបង្ហាញ IP address ពិតរបស់គាត់ហើយក្រុមស៊ើបការក៏បានតាមដានរឿងនេះទៅដល់ទីក្រុងដែលគាត់រស់នៅបន្ទាប់មកពួកគេក៏ចាប់ផ្ដើមភ្ជាប់ព័ត៌មានពី internet provider រកឃើញ social media នៅក្នុងរុស្ស៊ីឈ្មោះคล้ายៗរូបថតនិងកំណត់ត្រាផ្សេងៗហើយចុងក្រោយគេក៏បានរកឃើញឈ្មោះពិតមុខមាត់និងសូម្បីតែអាសយដ្ឋាន apartment គាត់នៅហើយពីពេលនោះការចោទប្រកាន់ជាង26ករណីក៏ត្រូវបានបើកចំហជាសាធារណៈនៅសហរដ្ឋអាមេរិកហើយទោសដែលគេប៉ាន់ស្មានសរុបថាបុគ្គលម្នាក់នេះគឺអាចជាប់ពន្ធនាគាររហូតដល់រាប់រយឆ្នាំបន្ថែមពីនេះក្រសួងការបរទេសអាមេរិកគឺបានដាក់រង្វាន់ទៅវិញខ្ទង់$10 លានសម្រាប់ព័ត៌មានណាដែលអាចនាំទៅដល់ការចាប់ Lockbit Sub ហើយចំនួននេះគឺវាស្តៀងទៅនឹង price pool ដែលគាត់ដាក់លើខ្លួនឯងដែរហើយក្រោយពីបង្ហាញអត្តសញ្ញាណ Korosov ក៏គាត់ព្យាយាមស្ដារនៅ website របស់គាត់ឡើងវិញដែលជា Lockbit ហ្នឹងគាត់ក៏ចាប់ផ្ដើមបង្កើត server ថ្មីបញ្ចេញនៅ ransomware version ថ្មីប៉ុន្តែបញ្ហាគឺមនុស្សលេងទុកចិត្ត brand នេះហើយ affiliate គឺដឹងថាប៉ូលីសគឺមាន source code អាចមើល chat log និងពិនិត្យ wallet ដែលធ្វើ transaction ទាំងអស់ហើយឈ្មោះពួកគេគឺអាចយកទៅធ្វើសំណុំរឿងបានមួយឆ្នាំក្រោយការបង្ហាញអត្តសញ្ញាណ infrastructure ដែលបានស្ដារឡើងវិញទាំងនោះក៏ត្រូវបានវាយប្រហារម្ដងទៀតហើយការវាយប្រហារនេះគឺបានបញ្ចេញ database ខាងក្នុងដែលមានសារចរចាប្រាក់ដែលបង់លួសយកទិន្នន័យ password របស់អ្នកគ្រប់គ្រងនិង affiliate ដែលធ្វើការនៅក្រោមនោះហើយសារចុងក្រោយអ្នកវាយប្រហារនោះគឺបានសរសេរសាមញ្ញថាកុំប្រព្រឹត្តអំពើឧក្រិដ្ឋកម្មវាជារឿងអាក្រក់នេះហើយគឺជាប្រតិបត្តិការដែលធ្លាប់គ្រប់គ្រងស្ទើរតែ 100% ហើយធំខ្លាំងណាស់នៃការវាយប្រហារចេញមកពី ransomware នៅទូទាំងពិភពលោកប៉ុន្តែពួកគេក៏បរាជ័យទៅវិញដោយសារតែ Lockbit Sub គឺគាត់ធ្វេសប្រហែសខ្លួនឯងហើយរឿងផ្សេងទៀតដែលយើងដឹងគឺគាត់លែងមានការទុកចិត្តពីអ្នករកស៊ីដូចគ្នា
ហើយសូម្បីតែ forum ដែលគាត់ប្រើពីមុនហ្នឹងក៏ត្រូវបានអាជ្ញាធររឹបអូសអ្នកគ្រប់គ្រងមួយចំនួនផ្សេងក៏ត្រូវបានចាប់ខ្លួនប្រព័ន្ធហិរញ្ញវត្ថុដែលឧក្រិដ្ឋកម្មធ្វើផ្សេងៗក៏ត្រូវបានបង្កកទៀតហើយឈ្មោះ Dmitry Korosov ដែលយើងបាននិយាយមិញគាត់គឺនៅតែអាចរស់នៅក្នុងប្រទេសរុស្ស៊ីចឹងប៉ុន្តែมันអាចចាកចេញទៅក្រៅប្រទេសឡើយហើយវាជាជីវិតមួយដែលបានបដូរជីវិតគាត់ទាំងមូលដោយសារតែលុយក៏ត្រូវបានបង្កកឈ្មោះពិតក៏គេដឹងមុខមាត់ក៏ត្រូវបានផ្សព្វផ្សាយអាសយដ្ឋានក៏ត្រូវបានគេកំណត់នៅតែចាំពេលដែលចាកចេញពីប្រទេសរុស្ស៊ីគឺត្រូវបានគេបញ្ជូនទៅកាត់ទោសអូខេបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេច like subscribe ដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំអរគុណសម្រាប់ការទស្សនាយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ That's all I got peace and love I'm up bye bye